vàប្រិមិត្តយើងមកតាមដានការលើកឡើងរបស់សាស្ត្រាចារ្យនៃប្រទេសថៃគឺលោកខុនឌីដែលលោកតែងតែលើកឡើងនៅក្នុងវីដេអូជាច្រើននៅក្នុងបណ្ដាញសង្គមហើយក្នុងនោះក៏មានអ្នកប្រវត្តិសាស្ត្រក៏ដូចជាប្រវត្តិវិទូក៏ដូចជាបញ្ញវន្តនៃប្រទេសថៃនឹងបានធ្វើការបញ្យលណែនាំទាក់ទងទៅនឹងប្រវត្តិសាស្ត្ររវាងទឹកដីរបស់ថៃពេលបច្ចុប្បន្ននេះការលើកឡើងអំពីសាវតាក៏ដូចជារឿងទំនាស់នៅក្នុងពេលថ្មីៗនេះលោកក៏បានធ្វើការណែនាំទៅដល់ប្រជាជនថៃក៏ដូចជាអ្នកនយោបាយរបស់ថៃឲ្យឈប់និយាយអ្វីដែលជាការក្លែងបន្លំអំពីអ្វីដែលមិនមែនជារបស់ថៃហើយលោកបានបញ្ជាក់ផងដែរថាឲ្យថៃជំនាន់ក្រោយនេះយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនឲ្យច្បាស់ព្រោះថាបច្ចុប្បន្ននេះសូម្បីតែទឹកដីដែលថៃកំពុងតែប្រទាញបន្ទងថាកម្ពុជាជាអ្នកឈ្លានពាននេះលោកបានបញ្ជាក់ថាគឺសុទ្ធតែជាទឹកដីរបស់កម្ពុជាទាំងអស់ទាំងប្រាសាទតាកបីប្រាសាទតម័នធំប្រាសាទតម័នតូចប្រាសាទព្រះវិហារដែលខ្មែរបានប្តឹងពីមុនមកហ្នឹងគឺសុទ្ធតែជារបស់ខ្មែរទាំងអស់លោកសាស្ត្រាចារ្យគុនឌីបានបញ្ជាក់ថាប្រទេសថៃមិនដែលមានជនជាតិថៃណាម្នាក់ជាអ្នកកសាងនៃប្រាសាទបុរាណនោះទេលោកបានបង្ហាញថាចូលយើងនាំគ្នាមើលថាតើប្រាសាទបុរាណដែលនៅលើទឹកដីថៃបច្ចុប្បន្នដូចជានៅលើទឹកដីនៃប្រទេសកម្ពុជាមានអក្សរថៃសរសេរនៅលើនោះដែរឬទេនេះគឺជាទឹកតាមួយដែលលោកចង់បញ្យល់ទៅដល់អ្នកនយោបាយរបស់ថៃក៏ដូចជាប្រជាជនថៃជំនាន់ក្រោយនេះបានយល់ដឹងអំពីប្រវត្តិសាស្ត្រពិតលោកចង់បញ្ជាក់ថារឿងភូមិជោគជ័យឬក៏នងចាន់នោះដែលថៃកំពុងតែដាក់បលាលួសយកហើយថៃចាត់ទុកថាជាទឹកដីរបស់ថៃនោះការពិតមិនមែនជាទឹកដីរបស់ថៃនោះទេគឺជាទឹកដីរបស់កម្ពុជាដោយលោកបញ្យល់ថារឿងដែលកងទ័ពថៃបានវាតយកទាំងប្រាសាទទាំងរឿងភូមិនងចាន់អីជាដើមដោយយោងទៅលើផែនទី1លើ50,000លោកបញ្ជាក់ថា150,000នេះមិនមែនជាផែនទីដែលអន្តរជាតិទទួលស្គាល់ទេវាគឺជាផែនទីដែលគូសឡើងទៅដោយកងទ័ពសហរដ្ឋអាមេរិកដែលធ្វើឡើងសម្រាប់សង្គ្រាមតែប៉ុណ្ណោះដូច្នេះហើយមិនអាចយកផែនទីដែលមិនមែនការទទួលស្គាល់ជាអន្តរជាតិឬក៏ភាគីកម្ពុជាបានចុះហត្ថលេខាបង្កើតជាមួយនឹងភាគីកម្ពុជានោះទេនេះគឺជាការបញ្ជាក់របស់លោកខុនឌីដែលលោកបានបញ្យល់ទៅដល់ប្រជាជនថៃក៏ដូចជាកងទ័ពថៃក៏ដូចជាអ្នកនយោបាយថៃផងដែរនេះគឺជាបញ្ហាមួយដែលមានការបញ្ជាក់ហើយលោកធ្លាប់បានបញ្ជាក់ច្រើនរួចមកហើយថាពីជនជាតិថៃពីដើមនឹងគឺជាជនជាតិតៃដែលមកពីចិនភាគខាងត្បូងការពិតគឺជាកុលសម្ព័ន្ធរបស់ជនជាតិតៃតែប៉ុណ្ណោះដោយប្រិយមិត្តបានដឹងហើយអំពីប្រវត្តិសាស្ត្រពីដើមកំណើតរបស់ប្រជាជនថៃឬក៏ប្រទេសថៃនេះការពិតទៅប្រជាជនថៃគឺដើមឡើយមិនមាននៅលើទឹកដីកម្ពុជានោះទេទើបតែនៅសតវត្សទី13សតវត្សទី14ប៉ុណ្ណោះដែលជនជាតិថៃនេះបាននិរទេសធ្វើអន្តោប្រវេសន៍មកនៅជ្រកកោននៅទឹកដីកម្ពុជាព្រះមហាក្សត្រកម្ពុជានេះក៏បានមានប្រតិមេត្តាដើម្បីឲ្យជនជាតិអន្តោប្រវេសន៍នេះរស់នៅឲ្យក្រោយមកនៅក្នុងគណៈពេលដែលសម័យអង្គររបស់យើងបានធ្លាក់ចុះហើយនឹងឈានទៅដល់ការចុះខ្សោយនៅឥទ្ធិពលរបស់ខ្លួននោះគឺពួកកុលសម្ព័ន្ធតៃនេះក៏បានពង្រឹងខ្លួនឡើងហើយក៏បានដណ្ដើមយកនៅក្នុងខេត្តមួយចំនួនរបស់ខ្មែរបង្កើតទៅជារដ្ឋរបស់ខ្លួនគឺខេត្តសខោតីហើយក្រោយមកគឺទៅជាឈានទៅដល់អយុធ្យាដែលក្នុងសម័យកាលដំបូងនេះគឺដោយសារតែមេទ័ពឈ្មោះផាមឿងដែលជាមេទ័ពនៃកុលសម្ព័ន្ធរបស់តៃនេះឯងដែលបាទជ័យវរ្ម័នទី7បានយកមកធ្វើជាកងទ័ពដើម្បីជួយច្បាំងខ្មែរយើងនេះបែរជាក្រោយមកជននេះក៏បានបង្កើតទៅជាការផ្ដាច់ខ្លួនដើម្បីធ្វើរដ្ឋប្រហារបង្កើតទៅជាខេត្តមួយហើយជាបន្តបន្ទាប់បង្កើតទៅជារដ្ឋមួយហៅថារដ្ឋសៀមឬក៏រដ្ឋសៀមនេះឡើងហើយក៏ពង្រីកខ្លួនធំរហូតឈានទៅដល់ការវាយយកនៅទឹកដីអង្គរឬក៏ប្រាសាទអង្គរវត្តដែលធ្វើឲ្យខ្មែរយើងចេះតែធ្លាក់ដៃដោយសារតែមានបញ្ហាផ្ទៃក្នុងផងដែរនោះក៏ចេះតែរួមតូចទៅធ្វើឲ្យជនជាតិតៃឬក៏សៀមនេះបានពង្រីកខ្លួនយកទឹកដីរបស់កម្ពុជានោះអស់ចំនួនដល់ទៅ37ខេត្តនោះគឺជារឿងប្រវត្តិសាស្ត្រមួយហើយមិនត្រឹមតែយកនៅទឹកដីកម្ពុជាធ្វើជាប្រទេសរបស់ខ្លួននគររបស់ខ្លួនទេគឺថាជនជាតិសៀមនេះក៏បានគៀងគរយកប្រជាជនរបស់ខ្មែរយើងក៏ដូចជាអ្នកប្រាជ្ញបណ្ឌិតឬក៏អ្នកដែលចេះដឹងជាច្រើនដើម្បីគៀងគរទៅក្រោមការគ្រប់គ្រងរបស់ជនជាតិសៀមនេះឯងតែយើងដឹងហើយថាស្ទើរតែ30ខេត្តជាងនេះគឺមានជនជាតិខ្មែរយើងរស់នៅច្រើន100ឆ្នាំមកហើយតែយើងហៅថាខ្មែរសុរិនបរិយរ័មដែលពួកគាត់ខ្លះគឺនៅនិយាយភាសាខ្មែរប្រកាន់ប្រពៃណីហើយនៅគោរពដូនតារបស់ខ្មែរនៅឡើយនេះគឺជាអ្វីជាប្រពៃណីដែលប្រវត្តិសាស្ត្របានបញ្ជាក់ច្បាស់យ៉ាងដូចនេះតែដោយសារតែពួកសៀមនេះមានការយកនៅវប្បធម៌យកនៅប្រពៃណីអក្សរសាស្ត្រលេខរបស់ខ្មែរមកកែច្នៃមកធ្វើជាអក្សរជាប្រពៃណីរបស់ខ្លួនហើយក៏បានបង្កើតនៅរបៀបគេហៅជាតិនិយមមួយហើយជាតិនិយមនេះគឺមានការ
ធ្វើឡើងយ៉ាងខ្លាំងក្លានៅក្នុងសម័យកាលឆ្នាំ1932គឺនៅក្នុងសម័យកាលរបស់ពិបុលសង្គ្រាមដែលមានការដាក់កម្រិតខ្លាំងក្លាមែនទែនឲ្យមានការនិយាយភាសាថៃឬក៏ភាសាសៀមនេះទោះបីជាខ្មែរយើងខ្មែរសុរិនឬក៏អីយ៉ាងណានោះគឺឲ្យគោរពតែភាសាឬក៏និយាយតែទំនៀមទម្លាប់របស់សៀមដែលមានការកែច្នៃឬក៏មានការកលៃអំពីជារបស់កម្ពុជាទៅនោះដូច្នេះហើយបងប្អូនជនជាតិខ្មែរយើងតចំនួនមកលោកដែលនៅក្នុងអំណាចរបស់សៀមនោះគឺមិនបានដឹងអំពីប្រវត្តិការពិតទេគឺថាពួកគាត់គិតថាអ្វីដែលគាត់រស់នៅសពថ្ងៃដូចជានៅសុរិននៅបុរីរាមខេត្តជាច្រើនទៀតគឺពួកគាត់យល់ឃើញថាជាទឹកដីដែលមានពីយូរណាស់មកហើយគឺបែបនេះគឺមិនមែនជាទឹកដីដែលស្ថិតនៅក្រោមអំណាចរបស់ព្រះមហាក្សត្រខ្មែរនៅក្រោមនគររបស់ខ្មែរដែលជាចក្រភពដ៏ធំដែលមានផ្ទៃកលាល្វឹងល្វើយជាប់ទៅនឹងព្រំដែននៃប្រទេសភូមាជាប់ទៅនឹងម៉ាឡាយូដែលនេះគឺជាអ្វីដែលប្រជាជនក្រោយមកលោកមិនបានយល់ដឹងអំពីប្រវត្តិសាស្ត្រនេះក៏បានជឿជាក់ទៅលើអ្នកនយោបាយថៃដែលមានការកលៃប្រវត្តិសាស្ត្រនិងវប្បធម៌ប្រពៃណីធ្វើឲ្យអ្នកជំនាន់ក្រោយនោះគឺមិនបានដឹងដូច្នេះហើយមិនត្រឹមតែជនជាតិខ្មែរដើមសុរិនឬក៏បរិយរ៉ាំឬក៏ខេត្តផ្សេងនោះទេគឺថាជនជាតិថៃជំនាន់ក្រោយនេះតែម្ដងក៏មិនបានដឹងប្រវត្តិសាស្ត្ររបស់ខ្លួនថារដ្ឋរបស់ខ្លួនកើតចាប់ពីពេលណាមកគឺមិនបានដឹងទេដោយអ្វីដែលលោកខុនឌីបានលើកឡើងអញ្ចឹងតើបើសិនជាប្រាសាទបុរាណឬក៏របស់ផ្សេងដែលនៅលើទឹកដីថៃពីយូរយារណាស់មកហើយនោះជារបស់ថៃហេតុអីក៏គ្មានអក្សរសាស្ត្ររបស់ថៃសរសេរចារនៅលើប្រាសាទឬផ្ទាំងសិលាផ្សេងពួកគាត់មិនឆ្ងល់ទេដោយសារតែពួកគាត់គិតថារបស់ទាំងអស់នេះគឺមិនមែនជនជាតិខ្មែរជាអ្នកបង្កើតមានការកលៃប្រវត្តិសាស្ត្រថាប្រាសាទបុរាណដែលបានកសាងទាំងនៅលើទឹកដីនៃប្រទេសសៀមសពថ្ងៃទាំងនៅលើទឹកដីកម្ពុជាគឺជាជនជាតិខមគឺជនជាតិខមជាអ្នកបង្កើតហើយអក្សរសាស្ត្រហ្នឹងគឺជាអក្សរសាស្ត្រខមវប្បធម៌ជាដើមនេះគឺជាការកលៃប្រវត្តិសាស្ត្រមួយដែលហ៊ាននិយាយទាំងចំហរបស់អតីតនាយករដ្ឋមន្ត្រីនៅក្នុងសម័យប្តឹងផ្ដាល់គ្នានៃឯប្រាសាទព្រះវិហារនាទសវត្សរ៍ឆ្នាំ1959 62នោះគឺមានការហ៊ាននិយាយបែបនេះទៅទៀតថាកម្ពុជានេះការពិតគឺជាជនជាតិថៃដែលមានការបែងចែកតំបន់រស់នៅខាងមកនៅខាងកម្ពុជានេះគឺជាផ្នែកមួយរបស់ថៃហើយទឹកដីថៃនោះក៏ជារបស់ថៃអញ្ចឹងគេកលៃប្រវត្តិសាស្ត្របែបនេះហើយជនជាតិខមនោះគឺជាជនជាតិដើមមួយដែលបង្កើតនៅអរិយធម៌រុងរឿងប៉ុន្តែត្រូវបានថៃនឹងវាយរលំរលាយអស់ហើយរត់ខ្ចាត់ខ្ចាយទៅដល់ឥណ្ឌាឯណោះនេះគឺជាការមួយកលៃប្រវត្តិសាស្ត្រប៉ុន្តែតាមអ្នកប្រវត្តិសាស្ត្រអ្នកបញ្ញវន្តក៏ដូចជាអ្នកដែលមានការសិក្សាស្រាវជ្រាវស្ទើរតែទូទាំងពិភពលោកគេបានដឹងហើយថាខមនឹងគឺជាខ្មែរនេះឯងគ្មានទេខមនៅលើលោកនេះគឺមិនមានទេមិនមានប្រវត្តិសាស្ត្រខមទេគឺថាខមនេះគឺខ្មែរអ្នកខ្លះបានលើកឡើងថាខមនឹងគឺមកពីពាក្យខ្មែរនឹងក្រោយមកដាក់ថាខ្មែរនេះគឺជាអ្វីដែលជនជាតិតែមួយគឺខមហើយនឹងខ្មែរគឺជាជនជាតិដើមតែមួយចឹងហើយបានន័យថាអក្សរសាស្ត្រដែលសរសេរនៅក្នុងពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជានេះគឺមានចារនៅលើប្រាសាទជាច្រើននៅលើទឹកដីអង្គរដូចជាប្រាសាទអង្គរវត្តទៅលើប្រាសាទព្រះវិហារនិងប្រាសាទជាច្រើនទៀតសុទ្ធតែមានលិលាចរិតជាអក្សរខ្មែរហើយតួព្យញ្ជនៈក៏សុទ្ធតែជាអក្សរខ្មែរគ្រាន់តែក្រោយមកមានការកែខ្លះអក្សរសាស្ត្របែបទំនើបដូច្នេះហើយបញ្ហានេះគឺជាបញ្ហាមួយដែលសិក្សានៅក្នុងប្រទេសថៃក៏ដូចជាអ្នកប្រវត្តិសាស្ត្រថៃក៏ដូចជាប្រវត្តិវិទូថៃគេបានដឹងយ៉ាងច្បាស់ដូច្នេះហើយអ្វីដែលអ្នកនយោបាយថៃបានប្រឹងប្រែងកលៃប្រឹងប្រែងទាមទារយកទឹកដីប្រឹងប្រែងភូតកុហកគេទាំងអស់នេះគឺសុទ្ធតែជារឿងមួយដែលយើងកំពុងតែមានការភ័ន្តច្រឡំឬក៏ត្រូវបានពួកគេកំពុងតែបំភ័ន្តដោយយកបញ្ហាទាំងអស់នេះមកឡើងថាជាទឹកដីរបស់គេរហូតមកដល់ពេលបច្ចុប្បន្ននេះទោះបីជាខ្មែរមានការយោគយល់ឲ្យទទួលស្គាល់នៅសន្ធិសញ្ញាអនុសញ្ញានៅក្នុងឆ្នាំ1904 1907រវាងបារាំងសៀមដើម្បីកំណត់ថាយកការដោះស្រាយបញ្ហាព្រំដែននៅត្រឹមឆ្នាំដូចខាងលើនោះហើយមានផែនទីខ្នាតមួយលើ 200,000 យ៉ាងណាក៏ដោយហើយមានការយល់ព្រមពីព្រះមហាក្សត្ររបស់ថៃជំនាន់មុនក៏ដូចជាថ្នាក់ដឹកនាំថៃបានព្រមព្រៀងគ្នាក្លាយទៅជាព្រំដែនអន្តរជាតិរួចទៅហើយក៏ប៉ុន្តែបែរជាអ្នកដឹកនាំថៃនៅជំនាន់ក្រោយនេះមានការចង់សើឬកលៃហើយមិនចង់ទទួលស្គាល់ទៅលើសន្ធិសញ្ញាឬក៏អនុសញ្ញាពីមុនមានខ្លះរហូតទៅដល់ចង់មានទៅដល់ការឲ្យលុបបំបត្តិចោលនៅអនុសារណៈនៃការយោគយល់ឆ្នាំ 2000 ទៅទៀតដោយមិនចង់ដោះស្រាយរឿងព្រំដែននេះជាមួយនឹងខាងប្រទេសកម្ពុជានេះសុទ្ធតែជាមហិច្ឆតាមួយដែលមិនស្គាល់អំពីប្រវត្តិសាស្ត្របើសិនជាពួកគេមិនទទួលស្គាល់សន្ធិសញ្ញាឬក៏អនុសញ្ញាឬក៏អនុសារណៈ
ដូច្នេះតើពួកគេគួរតែដោះស្រាយតាក់ទងទៅនឹងព្រំដែនទឹកដីទៅយោងទៅលើការប្រវត្តិសាស្ត្រយោងទៅលើវត្ថុតាក់តាំងដែលស្ថិតនៅលើទឹកដីប្រទេសថៃយកមកធ្វើការដោះស្រាយជាមួយនឹងកម្ពុជាដែរឬទេតើថៃអាចហ៊ានដែរឬទេហើយប្រទេសថៃនឹងកើតឡើងនៅក្នុងពេលណាគឺមានន័យថាខ្មែរបានកើតឡើងតាំងពីសតវត្សទី1មានន័យថាមុនប្រទេសថៃដល់ទៅ13សតវត្សឯណោះដូច្នេះហើយថៃគួរតែយល់អំពីប្រវត្តិសាស្ត្រនេះឲ្យឈប់ប្រើប្រាស់នៅមហិច្ឆតាមួយដែលកលៃប្រវត្តិសាស្ត្រដែលធ្វើឲ្យមានបញ្ហាទៅដល់ប្រទេសជិតខាងក៏ដូចជាប្រជាជនរបស់ខ្លួនត